បាទទស្សនិកជនឥឡូវនេះយើងងាកទៅកាន់ព័ត៌មានមួយទៀតយើងឃើញថាបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យផ្អាកនៅកម្មវិធីបុណ្យចូលឆ្នាំថ្មីដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី13ដល់ថ្ងៃទី16ខែមេសាខាងមុខនេះយើងឃើញថានៅតាមបណ្ដាវត្តអារាមមួយចំនួនក៏បានអនុវត្តតាមដែរយើងទៅមើលវត្តបាទច័ន្ទសូរិយារាំងសីហៅវត្តសម្បូរដែលស្ថិតនៅក្នុងស្រុកបាធេខេត្តកំពង់ចាមក៏លោកបានផ្អាកនៅកម្មវិធីបុណ្យសង្ក្រាន្តនេះដែរបើទោះបីជាគាត់បានរៀបចំទុកពីមុនក៏ដោយបាទការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ600ដល់ថ្ងៃប្រហោះ900ខែចែកត្រូវនឹងថ្ងៃទី13ដល់ថ្ងៃទី16ខែមេសាពុទ្ធសករាជ2563គ្រិស្តសករាជ2020ខាងមុខនេះត្រូវបានផ្អាកដើម្បីជៀសវាងកុំឲ្យមានការប្រមូលផ្ដុំមនុស្សម្នាច្រើនក្នុងនោះដែរនៅតាមបណ្ដាវត្តអារាមនានានៅទូទាំងប្រទេសក៏បានហាមមិនឲ្យមានការជួបជុំពុទ្ធបរិស័ទច្រើនដែរដើម្បីចូលរួមចំណែកការពារទប់ស្កាត់ការរីករាលដាលឆ្លងវីរុស COVID-19 ជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលជាក់ស្ដែងនៅវត្តច័ន្ទសូរិយារាំងសីសម្បូរស្ថិតនៅក្នុងភូមិសម្បូរឃុំសម្បូរស្រុកបាធេខេត្តកំពង់ចាមក៏បានផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះដើម្បីជៀសវាងការជួបជុំគ្នាច្រើនដែលបង្កឲ្យមានការរីករាលដាលវីរុស COVID-19 កាន់តែខ្លាំងព្រះគ្រូសេរីវិសាលមីសុគាព្រះសមុអនុគុណនិងជាព្រះគ្រូចៅអធិការវត្តច័ន្ទសូរិយារាំងសីសម្បូរមានធរៈដីកាថាបើទោះបីនៅទីអារាមរបស់ព្រះអង្គបានរៀបចំធ្វើសង្ក្រាន្តសម្រាប់ទទួលឆ្នាំថ្មីហើយក៏ដោយក៏មិនមានបញ្ហាអ្វីដែរព្រោះកាលពីរៀបចំធ្វើមិនទាន់ផ្ទុះរឿង COVID-19 នោះទេដូច្នេះរឿងផ្អាកមិនឲ្យធ្វើសង្ក្រាន្តឆ្នាំនេះគឺព្រះអង្គសូមឯកភាពតាមរាជរដ្ឋាភិបាលក្នុងនោះដែរព្រះគ្រូចៅអធិការវត្តច័ន្ទសូរិយារាំងសីសូមឲ្យប្រជាពុទ្ធបរិស័ទគ្រប់រូបចម្រើនមេត្តាភាវនាចំពោះសពសត្វទាំងពួងបំពេញបុណ្យកុសលរក្សាសិលតាមប្រពៃណីឲ្យបានជាប់ជានិច្ចនិងរៀបចំគ្រឿងសក្ការៈបូជាមានទៀនធូបផ្កាភ្ញីថ្វាយព្រះរតនត្រ័យនិងនំចំណីផ្លែឈើជាដើមគោរពជូនមេដាបិតាត្រកូលរៀមច្បងព្រមទាំងរៀបចំទទួលស្វាគមន៍ទេវតាឆ្នាំថ្មីនៅគេហដ្ឋានរៀងៗខ្លួនតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដោយសារតែបញ្ហាជំងឺ COVID-19 បានធ្វើឲ្យព្រះសង្ឃនៅក្នុងវត្តមិនអាចចេញក្រៅដើម្បីបិណ្ឌបាតជាហេតុធ្វើឲ្យខ្វះខាតចង្ហាន់ទើបព្រះអង្គអំពាវនាវដល់សប្បុរសជនដែលមានសទ្ធាជ្រះថ្លាចូលរួមជាបច្ច័យក៏បានឬក៏ជាគ្រឿងឧបភោគបរិភោគក៏បានដើម្បីយកទៅប្រគេនព្រះសង្ឃនៅវត្តដែលខ្វះចង្ហាន់អញ្ចឹងគឺការរៀបចំគ្រោងនេះមិនមែនទើបតែរៀបកន្លះខែឬក៏មួយខែទេគំនិតដែលបានគិតហ្នឹងគឺព្រៀងទុកតាំងពីឆ្នាំទៅក៏ប៉ុន្តែក្នុងការចាប់ផ្ដើមរៀបចំនៅសង្ក្រាន្តនេះការរៀបចំហ្នឹងហើយនៅក្នុងខែ2អាត្មារៀបចំសង្ក្រាន្តហ្នឹងគឺហើយក្នុងខែ2មានន័យថាមុនជំងឺ COVID-19 ចូលវាយលុកនៅក្នុងប្រទេសកម្ពុជាអញ្ចឹងអាត្មាបានរៀបចំរួចរាល់តាំងពីខែ2អញ្ចឹងដល់ពេលជំងឺ COVID-19 ហ្នឹងវាលុករាតត្បាតពេញសកលលោកអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យរាំងស្ទះហើយចំណែកអាត្មាភាពហ្នឹងมันមានគំនិតអ្វីហ្នឹងថានឹងត្រូវបន្តអាការងារហ្នឹងដើម្បីលេងសប្បាយអីទេគឺយើងចូលរួមជាមួយនឹងរដ្ឋាភិបាលជាពិសេសគឺក្រសួងសុខាភិបាលដែលគាត់បានផ្សព្វផ្សាយបានទូមានបានអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ផងយើងដើម្បីឲ្យចេះសម្អាតបរិវេណវត្តបរិវេណផ្ទះរបស់ខ្លួនជាពិសេសគឺសម្អាតខ្លួនសរីរៈរាងកាយនឹងតែម្ដងរហូតទៅដល់ដាក់ឲ្យការអង្គុយនឹងគម្លាតពីគ្នានឹងគឺ1ម៉ែត្រទៅ2ម៉ែត្រណាអញ្ចឹងគឺអាការស្ដាយចេះតែស្ដាយចេះតែស្ដាយក៏ប៉ុន្តែយើងគិតសុខភាពគិតអាយុជីវិតជាចម្បងពីព្រោះសង្ក្រាន្តឆ្នាំថ្មីការរៀបចំទទួលសង្ក្រាន្តយើងអាចផុតមួយឆ្នាំហ្នឹងឆ្នាំក្រោយយើងអាចរៀបចំបានទៀតក៏ប៉ុន្តែជីវិតរបស់មនុស្សអត់អាចរៀបចំបានទេកាលណាបើជំងឺ COVID-19 នេះវាលុកចូលហើយកាលណាតែធ្ងន់ធ្ងរអាហ្នឹងគឺបាត់បង់ទាំងអស់បាត់បង់ទាំងអស់អញ្ចឹងអាត្មាអត់សោកស្ដាយទេអញ្ចឹងគឺមានចិត្តចូលរួមជាមួយនឹងរដ្ឋាភិបាលដើម្បីទប់ស្កាត់ទប់ស្កាត់នៅជំងឺ COVID-19 ហ្នឹង
ទោះបីការតបតែងការរៀបចំសង្ក្រានឆ្នាំថ្មីនេះបើបានប៉ុណ្ណឹងឆ្នាំហ្នឹងបើមិនល្អណាស់ណាទេក៏បានមកសមរម្យសម្រាប់ស្រុកភូមិជនបទបើអញ្ចឹងគឺអាត្មាមិនមានវបដិសេរីអីថាឲ្យសោកស្ដាយនឹងខ្លាំងពេកទេក៏ប៉ុន្តែគ្រាន់ថាអ្វីដែលយើងរៀបចំគឺយើងរៀបចំតាំងពីមុនជំងឺនឹងមកម្លេះប៉ុន្តែដល់ពេលជំងឺនឹងវាវាយលុកចឹងទៅអាហ្នឹងយើងមិនអាចប្រឆាំងជាមួយការสนុំពររបស់រដ្ឋាភិបាលបានទេយើងត្រូវចូលរួមទាំងអស់គ្នាសម្រាប់យើងជាប្រជាពលរដ្ឋក៏ទាំងប្រសង់ទាំងពុទ្ធបរិស័ទហ្នឹងនឹងមកមានប៉ុណ្ណឹងហើយមានអីស្រួលទេអរគុណផងបាទលោកម្លេងឃើញថាព្រះអង្គតុបតែងស្រស់ស្អាតមែនទែនប៉ុន្តែរល័យឆ្នាំនេះយើងបានលុបចោលផ្អាកបណ្ដោះអាសន្នបាទឆ្នាំក្រោយយើងធ្វើធម្មតានៅពេលដែលកូវីដបានផុតរលត់ទៅប៉ុន្តែយើងគ្រាន់ថាចូលឆ្នាំមិនបានប៉ុន្តែយើងត្រូវទប់ស្កាត់ទាំងអស់គ្នាដើម្បីការឆ្លងរីករាលដាលនៃវីរុសកូវីដ -19 មិនឲ្យឆ្លងទៅដល់សហគមន៍បាទ